បាទសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Facebook Page Live Support ទទួលទិញលក់រថយន្តការ៉េហើយក៏ដូចជា Channel YouTube ឃ្លាំង Live Support បាទថ្ងៃនេះខ្ញុំសូមបង្ហាញរថយន្តដែលមាននៅក្នុង stock របស់ខ្ញុំស្រាប់បាទបងប្អូនបាទរថយន្តទី1នេះណាជាប្រភេទរថយន្ត2តោនកន្លះឆ្នាំ04បងប្អូនម៉ាស៊ីនធំប្រអប់លេខធំបាទហើយទី2នេះគឺរថយន្តឆ្នាំ01បងប្អូន2តោនកន្លះម៉ាស៊ីនធំប្រអប់លេខធំដែរមួយបាំងកន្លះបាទហើយសិតតែឡើងហើយកង់ហើយស្រាប់តែម្ដងហើយមួយនេះដែរជាប្រភេទរថយន្តជប៉ុនបងប្អូន Mitsubishi Canter 1តោនកន្លះបាទទូខ្ពស់បងប្អូនណាហើយនេះសម្រាប់បងប្អូនប្រកបអាជីវកម្មបាទលក់មីឆាបាយឆាឬក៏ភេសជ្ជៈដែលបងប្អូនគឺមានរៀបហើយមួយកាផ្លេស្រាប់តែម្ដងមានទូមានអីស្រាប់តែម្ដងបាទហើយនេះដែរគឺប្រភេទទូបើកស្លាប់ឆ្នាំ08បាទទូបើកស្លាប់08ប្រភេទ1តោនបងប្អូន Porter 2បាទឥឡូវនាំបងប្អូនមើលទៀតបាទហើយនេះបងប្អូននេះជាប្រភេទកន្លះតោនណាត្រង់ធម្មតានៃឆ្នាំ02ប្រើ Gasin បាទយន្តស្អាតសាច់ដៃនៅអែមថ្នាំទឹកថ្នាំស្រីនបាទហើយមួយនេះប្រភេទ1តោនកន្លះបងប្អូនឆ្នាំ06 1តោនកន្លះឆ្នាំ06នោះគឺប្រភេទប្រើដោយក្រោយបងប្អូនហើយកង់នឹងជាទៀសនឹងឡើងហើយដែរបាទដោយក្រោយវានឹងគឺអាចលើកបាន500គីឡូបងប្អូន500គីឡូទៅ1តោនបាទអាចលើកបានអញ្ចឹងបងប្អូនងាយស្រួលលើកដាក់អីវ៉ាន់ហ្នឹងគឺយើងប្រើដោយនេះចុចលើកតែម្ដងបាទហើយរថយន្តគឺស្អាតបាទហើយមួយដែរភេទជាប្រភេទ1តោនកន្លះដែរឆ្នាំ05បាទឡើងកង់ជាទីហើយអានាងហើយដែរគឺស្អាតបាទរថយន្តនេះហើយមួយទៀតនេះគឺឆ្នាំ04បាទ Hyundai Porter 2ឆ្នាំ04ជាប្រភេទម៉ាស៊ីនធម្មតាទូហើយទូខ្ពស់បងប្អូនបាទប្រភេទម៉ាស៊ីនធម្មតាងាយស្រួលប្រើប្រាស់បងប្អូនបាទហើយមួយទៀតគឺប្រភេទ Libero បាទ Libero ឆ្នាំ02ប្រភេទប្រើ gear cab ហើយជាប្រភេទទូ class C ដែរបងប្អូនណាបងប្អូនត្រូវការដឹកតកឬដឹកបន្លែគឺត្រូវបាទឥឡូវសូមនាំបងប្អូនមើលថែមបាទរថយន្តស្អាតមាននៅក្នុងឃ្លាំងខ្ញុំបានស្រាប់បាទមាននៅក្នុង stock ស្រាប់បាទហើយមួយនេះឆ្នាំជាប្រភេទ3តោនកន្លះបងប្អូន3តោនកន្លះត្រង់វែងបាទឆ្នាំ03ម៉ាស៊ីនធំអបធំបាទឡើងហើយមកចប់ដែរហើយមួយនេះជាប្រភេទទូ class C 3តោនកន្លះបាទឆ្នាំ03ដែរម៉ាស៊ីនធំប្រអប់លេខធំបាទហើយប្រព័ន្ធម៉ាស៊ីនត្រជាក់គឺមាននៅដំណើរការទាំងអស់ទេបាទរថយន្តនេះស្អាតឡើងកង់ជាទីហើយមួយសេតបងប្អូនណាបាទសូមមើលបន្តទៀតហើយនេះដែរគឺ3តោនកន្លះបងប្អូន3តោនកន្លះហ្នឹងគឺប្រភេទឆ្នាំ05បាទមួយនេះដែរគឺប្រភេទស៊េរីខ្ពស់ឆ្នាំ05ឡើងកង់នឹងជាទីហើយដែរមួយចប់តែម្ដងហើយបងប្អូនយកទៅប្រើប្រាស់តែម្ដងអត់មានរៀបថែមថយទៀតទេណាបងប្អូនបាទស្អាតរថយន្តនេះគឺប្រភេទទ្រង់វែងបងប្អូនទ្រង់វា5ម៉ែត្រអញ្ចឹងមានច្រើនជម្រើសនៅទីនេះបាទហើយសូមនាំបងប្អូនមើលជាបន្តទៀតបាទមួយនេះដែរជាប្រភេទរថយន្ត2តោនកន្លះបាទទូខ្ពស់បងប្អូនទូកម្ពស់2ម៉ែត្រ2ទឹកបាទហើយជាប្រភេទឡានម៉ាស៊ីនធំប្រអប់លេខធំហ្គាកាបដែរបងប្អូនបាទហើយនេះជាប្រភេទប្រឹងធា1តោនកន្លះអញ្ចឹងឡើងកង់ជាទីហើយដែរហើយកំពុងតែចាប់គ្រឿងបាទរថយន្តគឺមានស្អាតបងប្អូនហើយខាងឃ្លាំងខ្ញុំបាននោះគឺមានសេវាកម្មបងរំលោះ25ខេត្តក្រុងដែរបងប្អូនបាទហើយលក្ខខណ្ឌងាយដោយតម្រូវមានប្រាក់ចូលរួមត្រឹមតែ 15% នៃថ្លៃរថយន្តគឺបងប្អូនអាចយករថយន្តទៅប្រកបអាជីវកម្មបានបាទហើយបញ្ជាក់ម្ដងថែមដែរគឺខាងខ្ញុំបានហ្នឹងគឺការបងរំលោះគឺមានការសហការជាមួយនឹងធនាគារអញ្ចឹងខាងធនាគារគេអ្នកចុះសិក្សាជាមួយខាងបងប្អូនបាទបើសិនបើបងប្អូនខូច CBC គឺมันអាចបងរំលោះបានទេបាទហើយសូមមើលបន្តទៀតបាទនេះសិតតែស្អាតបងប្អូនឡើងហើយមួយចប់តែម្ដងមួយសេតបាទមាន2តោនកន្លះ3តោនកន្លះ1តោនកន្លះនិងកន្លះតោនក៏មានដែរបងប្អូនមានច្រើនជម្រើសអញ្ចឹងបងប្អូនអាចមកមើលផ្ទាល់បាននៅទីតាំងនៅឃ្លាំងរបស់ខ្ញុំបាទហ្នឹងឬមួយក៏បងប្អូនអាចទំនាក់ទំនងតាមលេខ Telegram 3ប្រព័ន្ធខាងក្រោមនេះដែលខ្ញុំដាក់ក្នុងវីដេអូហ្នឹងអញ្ចឹងបងប្អូនអាចទំនាក់ទំនងទាំង3ប្រព័ន្ធហ្នឹងគឺមាន Telegram ទាំងអស់បងប្អូនបាទនេះគឺមានច្រើនជម្រើសបងប្អូនណាគឺស្អាតហើយមកមិនខុសបំណងទេគឺរៀបរួចហើយមួយចប់ឡើងកង់ជាទីហើយទាំងអស់បាទរៀបហើយតែម្ដងយកទៅប្រើតែម្ដងបងប្អូនបាទនេះកន្លះតោនណា
ហើយនេះនេះបងប្អូនណាមានឧបករណ៍វាស្រាប់តែម្ដងមានចក្រានមានអីឡានកន្លះតោននេះបងប្អូនគឺរៀបហើយបាទនេះគឺឃ្លាំងរបស់ខ្ញុំបាទផ្ទាល់បងប្អូនអញ្ចឹងបើសិនបើបងប្អូនចង់មកដល់ទីតាំងផ្ទាល់ហ្នឹងគឺទីតាំងរបស់ខ្ញុំហ្នឹងគឺនៅលើផ្លូវកប់ស្រូវខាងជើងផ្លូវលបឿនលឿនប្រហែលជា7-800 ម៉ែត្រទល់មុខនឹងការ៉ាសាំង PTT បាទនេះការ៉ាសាំង PTT ក្បែរខ្លងទ្វារវត្តពូបងប្អូនណានៅលើផ្លូវកប់ស្រូវបាទសូមអរគុណនិងសូមជម្រាបលា